តាមអ្នកធ្លាប់ឆ្ងល់ទេថាហេតុអីបានជាអ្នកមានពណ៌ភ្នែកដូចជាម្ដាយឬមានស្នាមញញឹមដូចជាឪពុកតើអ្វីទៅដែលកំណត់ថាអ្នកគឺជាអ្នកហើយមិនមែនជាមនុស្សម្នាក់ផ្សេងទៀតចម្លើយស្ថិតនៅក្នុងខ្សែស្រឡាយតូចឆ្មាមួយដែលលាក់ខ្លួនក្នុងកោសិការបស់យើងវាគឺជាសៀវភៅណែនាំនៃជីវិតឬយើងស្គាល់ថា DNA ប៉ុន្តែកាលពីជាង70ឆ្នាំមុនគ្មាននរណាម្នាក់ដឹងទេថា DNA មានរូបរាងបែបណាវាគឺជាអាថ៌កំបាំងដ៏ធំបំផុតដែលអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកកំពុងដណ្ដើមគ្នាដោះស្រាយដើម្បីទទួលបានពានរង្វាន់ Nobel ថ្ងៃនេះយើងនឹងទៅតាមដានរឿងនៃការប្រកួតប្រជែងរវាងខួរក្បាលបរិសុទ្ធពីរនាក់គឺ Watson និង Crick ប៉ុន្តែអ្វីដែលកាន់តែជក់ចិត្តនោះគឺរឿងរ៉ាវរបស់ស្ត្រីម្នាក់ឈ្មោះថា Rosalind Franklin ដែលជាម្ចាស់រូបថតសម្ងាត់ដែលបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងតើលេខកូដនៃជីវិតត្រូវបានបំបែកដោយរបៀបណាហើយតើមានការក្បត់អ្វីខ្លះនៅពីក្រោយភាពជោគជ័យនេះក្នុងឆ្នាំ1950អ្នកវិទ្យាសាស្ត្រដឹងថា DNA គឺជាអ្នកផ្ទុកព័ត៌មានទាំងអស់នៃហ្សែនប៉ុន្តែពួកគេមើលមិនឃើញរូបរាងរបស់វាឡើយប្រសិនបើអ្នកមិនដឹងពីរូបរាងអ្នកនឹងមិនអាចដឹងពីរបៀបដែលវាធ្វើការបានដែរនៅសាកលវិទ្យាល័យ Cambridge បុរសវ័យក្មេងពីរនាក់គឺ James Watson និង Francis Crick កំពុងព្យាយាមបង្កើត model DNA ចេញពីដែកនិងក្រដាសពួកគេដូចជាអ្នកលេងល្បែងផ្គុំរូបដែលគ្មានរូបភាពគំរូនេះឯងពួកគេត្រូវការផុសតាងវិទ្យាសាស្ត្រពិតប្រាកដហើយផុសតាងនោះស្ថិតក្នុងដៃស្ត្រីម្នាក់ដែលពូកែខាងថតកម្មរស្មី X បំផុតគឺលោកស្រី Rosalind Franklin Rosalind Franklin ជាស្ត្រីហ្មត់ចត់បំផុតនាងបានចំណាយពេលរាប់រយម៉ោងដើម្បីថតរូបកោសិកា DNA ឲ្យបានច្បាស់បំផុតរហូតដល់ថ្ងៃមួយនាងបានថតរូបមួយសន្លឹកដែលមានឈ្មោះថា Photo 51រូបថតនោះបង្ហាញពីសញ្ញាខ្វែងគឺអក្សរ X យ៉ាងច្បាស់ដែលជាភស្តុតាង DNA ដែលមានទម្រង់ខ្សែស្រឡាយ2រិញចូលគ្នា double helix ប៉ុន្តែ Rosalind ជាមនុស្សម្នាក់ដែលចង់ប្រកាសប្រជាទើបមិនបញ្ចេញព័ត៌មាននាងមិនដឹងទេថាមិត្តរួមការងាររបស់នាងបានលួចយករូបថតនោះទៅបង្ហាញ Watson និង Crick ជាសម្ងាត់ដោយគ្មានការអនុញ្ញាតពីនាងឡើយនៅពេល Watson ឃើញរូបថត51នោះភ្លាមគាត់បាននិយាយថាគ្រាន់តែឃើញភ្លាមខ្ញុំចំហមកថ្លង់ហើយបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ព្រោះវាគឺជាចម្លើយដែលខ្ញុំតាមរកពេញមួយជីវិតដោយមានរូបថតរបស់ Rosalind ជាត្រីវិស័យបាននាំ Watson និង Crick បង្កើតបាននៅ model DNA សម្រាប់ក្នុងឆ្នាំ1953វាជារូបរាងចន្ទារិញចូលគ្នាដែលអស្ចារ្យបំផុតការរកឃើញនេះអនុញ្ញាតឲ្យយើងយល់ពីរបៀបដែលជំងឺតពូជកាត់ឡើងរបៀបបង្កើតថ្នាំសង្គ្រោះជីវិតនិងសូម្បីតែការធ្វើតេស្ត DNA រកឃាតករក្នុងសម័យបច្ចុប្បន្នក្នុងឆ្នាំ1962 Watson និង Crick និង Vogelin បានទទួលពានរង្វាន់ Nobel ប៉ុន្តែចុះ Rosalind Franklin នាងបានស្លាប់ដោយសារជំងឺមហារីកសួតប្រហែលជាដោយសារតែរងផលប៉ះពាល់នៃកាំរស្មី X ដែលនាងធ្វើការនៅក្នុងមន្ទីរពិសោធន៍ហើយនាងស្លាប់ត្រឹមអាយុ37ឆ្នាំមុនពានរង្វាន់ Nobel ប្រកាសឈ្មោះរបស់នាងត្រូវបានគេបំភ្លេចចោលជាច្រើនទសវត្សរ៍ទាំងដែលនាងគឺជាម្ចាស់ភស្តុតាងដែលសំខាន់បំផុតសប្តាហ៍ថ្ងៃនេះពិភពលោកបានចងចាំឈ្មោះរបស់ Rosalind Franklin ឡើងវិញក្នុងនាមជាម្ដាយនៃ DNA ការរកឃើញនេះមិនមែនជារឿងរបស់មនុស្សម្នាក់ទេតែវាជាការបូជាជីវិតដើម្បីវិទ្យាសាស្ត្រការអានលេខកូដ DNA បានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងពីការកែច្នៃហ្សែនកសិកម្មរហូតដល់ការតាមរកប្រភពដើមរបស់មនុស្សជាតិយើងបានដឹងថាមនុស្សគ្រប់គ្នានៅលើโลกនេះមាន DNA ដូចគ្នាទៅដល់ 99.9% យើងទាំងអស់គ្នាគឺជាបងប្អូននឹងគ្នាប៉ុន្តែមុននឹងបញ្ចប់សាច់រឿងនេះខ្ញុំសូមបញ្យល់បន្ថែមពីដំណើរការនៃ DNA នៅក្នុងរាងកាយរបស់មនុស្សយើងមានកោសិកាគឺ cell រាប់លានកោដនៅក្នុងកោសិកានីមួយៗមានស្នូលមួយដែលយើងហៅថា nucleus DNA ទាំងអស់ត្រូវបានខ្ចប់យ៉ាងមានរបៀបរៀបរយនៅក្នុងស្នូលនោះក្នុងទម្រង់ជាអង្កត់ដែលយើងហៅថា chromosome មនុស្សធម្មតាមាន chromosome ចំនួន46ឬ23គូដែលពាក់កណ្ដាលបានមកពីឪពុកនិងពាក់កណ្ដាលទៀតបានមកពីម្ដាយ DNA មានរូបរាងដូចជាចន្ទាវិញដែលកម្មចន្ទានីមួយៗត្រូវបានបង្កើតឡើងដោយសារធាតុគីមីចំនួន4ប្រភេទដែលយើងតំណាងដោយអក្សរ4ទី1គឺអក្សរ A adenine ទី2អក្សរ T thymine ទី3អក្សរ C cytosine និងទី4អក្សរ G guanine អក្សរទាំង4នេះហើយគឺជាលេខកូដសម្ងាត់ជារបៀបដែលអក្សរទាំងនេះតម្រៀបគ្នាឧទាហរណ៍ ATTCG គឺជាអ្នកកំណត់លក្ខណៈសម្បត្តិរបស់អ្នកដូចជា
ពណ៌ស្បែកកម្ពស់ប្រភេទសក់និងសូម្បីតែហានិភ័យនៃជំងឺផ្សេងៗ DNA មិនមែនជាអ្នកដើរតួសាងសង់ដោយផ្ទាល់ទេប៉ុន្តែវាជាអ្នកបញ្ជាដំណើរការសំខាន់របស់វាមានពីរដំណាក់កាលទី1គឺការចម្លងកូដនៅពេលរាងកាយត្រូវការផលិតអ្វីមួយដូចជាសាច់ដុំឬក៏អរម៉ូន DNA នឹងចម្លងលេខកូដរបស់វាទៅកាន់ម៉ូលេគុលមួយទៀតដែលយើងហៅថា mRNA mRNA នេះប្រៀបដូចជាអ្នកនាំសារដែលយកប្លង់ចេញពីស្នូលកោសិកាទៅកាន់រោងចក្រទី2គឺការបកប្រែកូដរោងចក្រនៅក្នុងកោសិកានឹងអានលេខកូដពី mRNA រួចផ្គុំអាស៊ីតអាមីណូឲ្យក្លាយទៅជាប្រូតេអ៊ីននេះហើយដែលជាអ្នកសាងសង់ស្បែកគ្រាប់ភ្នែកនិងធ្វើឲ្យរាងកាយដំណើរការបានល្អដំណើរការសំខាន់មួយទៀតរបស់ DNA គឺការចម្លងខ្លួនឯងនៅពេលរាងកាយរបស់អ្នកលូតលាស់ឬត្រូវការជួសជុលរបួសកោសិកាចាស់ត្រូវបែងចែកជាកោសិកាថ្មីនៅពេលនោះ DNA នឹងធ្វើការថតចម្លងខ្លួនឯងឲ្យដូចបេះបិទដើម្បីឲ្យកោសិកាថ្មីមួយទទួលបានការណែនាំត្រឹមត្រូវដោយកោសិកាចាស់ដែរអរគុណសម្រាប់ការស្ដាប់ podcast នៅថ្ងៃនេះសូមទម្លាក់មតិរបស់អ្នកនៅខាងក្រោមសូមអរគុណ